ហេតុអ្វីបានជាមិត្តប្រុសរបស់អ្នកធ្វើខ្លួនដូចជាកូនក្មេងនៅពេលដែលនៅក្បែរអ្នកវាមិនមែនមកពីគាត់មិនទាន់ចាស់ទុំនោះទេគឺដោយសារតែការនៅជាមួយអ្នកធ្វើឲ្យប្រព័ន្ធប្រសាទរបស់គាត់មានអារម្មណ៍ថាសុវត្ថិភាពសាកសម័យមើលមនុស្សម្នាក់នៅកន្លែងធ្វើការតែងតែប្រុងប្រយ័ត្នគិតគូររាល់សកម្មភាពនិងរក្សាភាពនឹងណឥតខ្ចោះបន្ទាប់មកនៅពេលគាត់នៅជាមួយអ្នកស្រាប់តែគាត់សើចច្រើនជាងមុនចេះបង្អាប់អ្នកឬប្រហែលជាធ្វើខ្លួនរលែករលក់លេងសើចច្រើនអ្នកវិទ្យាសាស្ត្រហៅថាការវិលត្រឡប់ទៅរកភាពសុវត្ថិភាព regression to safety នៅពេលដែលបរិបទម្នាក់មានអារម្មណ៍ថាសុវត្ថិភាពពិតប្រាកដគូក្បាលរបស់គាត់នឹងចាក់ចេញពីរបៀបរស់រាន survival mode របាំងការពារខ្លួនត្រូវបានទម្លាក់ចុះហើយភាពសប្បាយរីករាយនិងភាពឯកឯងរបស់គាត់ចាប់ផ្ដើមរស់រវើកឡើងវិញគាត់លែងត្រូវការបង្ហាញសមត្ថភាពឬរក្សាការគ្រប់គ្រងខ្លួនឯងគ្រប់ពេលទៀតហើយអ្វីដែលគួរឲ្យអស់សំណើចនោះគឺមនុស្សស្រីមួយចំនួនយល់ច្រឡំថាភាពធូរស្រាលនិងផ្នែកទន់ភ្លន់នេះគឺជាភាពទន់ខ្សោយឬពេលខ្លះគិតថាគួរឲ្យធុញទ្រាន់ប៉ុន្តែនៅពេលដែលអ្នកទទួលយកវានោះអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលលើសពីដៃគូធម្មតារបស់គាត់អ្នកនឹងក្លាយទៅជាផ្ទះនៃផ្លូវចិត្តរបស់គាត់ជាកន្លែងដែលគាត់អាចបញ្ចេញអារម្មណ៍ពិតបានទាំងស្រុងនៅពេលដែលគាត់អាចបង្ហាញទាំងភាពរឹងមាំនិងភាពលេងសើចនៅក្បែរអ្នកនឹងដោះសោនៅទំនុកចិត្តនិងភាពស្មោះត្រង់យ៉ាងជ្រាលជ្រៅដែលមនុស្សភាគច្រើនមិនងាយនឹងបានឃើញការរួមបញ្ចូលគ្នារវាងសុវត្ថិភាពនិងសេរីភាពគឺជាអ្វីដែលធ្វើឲ្យចំណងមិត្តភាពមិនអាចរង្គោះរង្គើបាននិងមិនអាចបំភ្លេចបំភ្លាញបានងាយៗនោះទេ